ជំរាបសួរពុកម៉ែបងប្អូននិងជនរួមជាតិជាទីនឹករលឹកនិងជាទីស្នេហាចេញពីរូបខ្ញុំបាទថ្ងៃនេះខ្ញុំមានចម្រៀងមួយបទមានក្រោមចំណងជើងថាមន្ទីរពេទ្យគុណធឧបមាសង្គ្រោះកុមារកម្ពុជាបទនេះដែរខ្ញុំសូមផ្ញើជូនទៅដល់មន្ទីរពេទ្យគុណធឧបមានិងអ្នកគ្រូលោកគ្រូពេទ្យទាំងអស់ជាការស្ដាប់កំសាន្តបើសិនជាបានទៅលើដល់នោះឥឡូវកុំឲ្យខាតពេលវេលាយូរសូមរីករាយស្ដាប់ដូចតទៅបាទមន្ទីរពេទ្យគុណធបុប្ផាសង្គ្រោះកុមារមិនថាឈឺស្រាលឬធ្ងន់បើកុមារឈឺប្រញាប់ព្រោះរាន់កុំនៅឯអង្គខ្លាចក្រែងមិនទាន់វេលាព្យាបាលជំងឺមិនគិតប្រាក់ទេសុំតែសញ្ញេធានាពីឪពុកម្ដាយប្រជាជនខ្មែររួនរាល់កាយពិសេសឪពុកម្ដាយដែលមានកុមារឈឺធ្ងន់អ្នកណាក៏ដឹងមន្ទីរពេទ្យនឹងល្បីល្បាញពីពេញស្រុកខ្មែរពេទ្យខំប្រឹងណាស់ដាក់វេនបដូរផ្លាំងដើម្បីសង្គ្រោះកុមារខ្ញុំសូមអរគុណអ្នកផ្ដល់អំណោយដែលបានផ្ដល់ឲ្យជួយដល់មន្ទីរពេទ្យយើងអរគុណគ្រូពេទ្យទាំងប្រុសទាំងស្រីជួយទាំងយប់ថ្ងៃមិនគិតពីការនឿយហត់អ្នកណាក៏ដឹងមន្ទីរពេទ្យនឹងល្បីល្បាញពីពេញស្រុកខ្មែរពេទ្យខំប្រឹងណាស់ដាក់វេនបដូរផ្លាំងដើម្បីសង្គ្រោះកុមារខ្ញុំសូមអរគុណអ្នកផ្ដល់អំណោយដែលបានផ្ដល់ឲ្យជួយដល់មន្ទីរពេទ្យយើងអរគុណគ្រូពេទ្យទាំងប្រុសទាំងស្រីជួយទាំងយប់ថ្ងៃមិនគិតពីការនឿយហត់គ្រួសាររីករាយកុមារផុតភ័យរស់មានសេរីជោគជ័យសុខសាន្តរៀងអើយបាទសូមអរគុណសូមជម្រាបលា